បើអ្នកមានពេល6ខែដើម្បីរៀន Mobile Development តើអ្នកនឹងជ្រើសរើសអ្វី Flutter React Native ឬ Native ជ្រើសរើសខុសអ្នកអាចខាតពេល6ខែហើយចាប់ផ្ដើមឡើងវិញពីដើមជ្រើសរើសត្រូវ6ខែក្រោយអ្នកអាចមាន portfolio មាន app ដំបូងហើយអាចដាក់ពាក្យការងារបានសួស្ដីខ្ញុំធ្វើការជា Mobile Developer ជាច្រើនឆ្នាំមកហើយទាំង Flutter និង iOS Native ជាមួយ Swift ផ្ទាល់ដៃដូច្នេះនៅក្នុងវីដេអូនេះខ្ញុំមិននិយាយពី theory ដែលអានពីអ៊ីនធឺណិតទេខ្ញុំនិយាយពីអ្វីដែលខ្ញុំពិតជាបានជួបពេល build app ជាមួយ tool ទាំងនេះនៅក្នុងវីដេអូនេះយើងនឹងប្រៀបធៀបគ្នា5ចំណុច1 performance 2ល្បឿននិងប្រាក់ចំណាយក្នុងការ develop 3 ទីផ្សារការងារជាពិសេសនៅកម្ពុជា4ភាពងាយស្រួលក្នុងការរៀនហើយចុងក្រោយខ្ញុំនឹងប្រាប់ត្រង់ថាបើខ្ញុំចាប់ផ្ដើមឡើងវិញនៅឆ្នាំ2026នេះខ្ញុំជ្រើសរើសមួយណាតើហេតុអ្វីបើអ្នកកំពុងធ្វើ mobile dev ឬអ្នកមានគម្រោងចាប់ផ្ដើមក្នុងជំនាញនេះ Okay, let's go. មុននឹងប្រៀបធៀបយើងត្រូវយល់ច្បាស់សិនថាវាខុសគ្នាត្រង់ណាទី1 Native មានន័យថាអ្នកសរសេរកូដដោយប្រើភាសាផ្លូវការរបស់ platform នីមួយៗសម្រាប់ iOS Swift និង Swift UI សម្រាប់ Android Kotlin និង Jetpack Compose ឧទាហរណ៍ជាក់ស្ដែងឧបមាថាអ្នកចង់ធ្វើ login screen មួយមាន email password និងប៊ូតុង login នៅ iOS អ្នកសរសេរវាជា Swift UI នៅ Android អ្នកត្រូវសរសេរវាម្ដងទៀតជា Kotlin ដូច្នេះ screen តែមួយស្មើកូដ2ភាសាផ្សេងគ្នាស្មើ bug 2ផ្សេងគ្នាស្មើការ maintain 2ដងទី2 Flutter ប្រើភាសា Dart ហើយវាមាន rendering engine ផ្ទាល់ខ្លួនមានន័យថា Flutter គូ UI ដោយខ្លួនឯងមិនមែនហៅ native component ទេឧទាហរណ៍ជាក់ស្ដែង login screen ដដែលនោះអ្នកសរសេរតែម្ដងគត់ជា Dart រួច build ចេញបានទាំង iOS និង Android ហើយវាដូចគ្នាបេះបិទខ្ញុំធ្លាប់ធ្វើ project មួយសម្រាប់ client code base តែមួយចេញពី platform បើធ្វើ native ខ្ញុំត្រូវការ team 2ម្នាក់ iOS dev និងម្នាក់ទៀត Android dev ឬពេលវេលាទ្វេដងទី3 React Native ប្រើ JavaScript ឬ TypeScript ហើយវាភ្ជាប់ទៅ native component ពិតប្រាកដឧទាហរណ៍ជាក់ស្ដែងបើអ្នកជា web developer ដែលចេះ React រួចហើយអ្នកអាចសរសេរ login screen នេះបានក្នុងរយៈពេលខ្លីប៉ុណ្ណោះព្រោះ syntax គឺដូច React នៅលើ web ស្ទើរតែទាំងស្រុងឥឡូវនេះសំណួរដែលគេឆ្លោះគ្នាច្រើនជាងគេមួយណាលឿនជាងគេចម្លើយដែលមិនអាចប្រកែកបាន Native is the best សម្រាប់ performance មិនមានអ្វីលឿនជាងកូដដែលសរសេរដោយផ្ទាល់សម្រាប់ platform នោះទេប៉ុន្តែសំណួរដែលសំខាន់ជាងគឺតើអ្នកត្រូវការល្បឿនកម្រិតណាពេលណា Native ចាំបាច់ឧទាហរណ៍ app camera ដែលដំណើរការ filter real time app video editing AR ឬ game ករណីទាំងនេះអ្នកត្រូវការចូលទៅដល់ hardware ដោយផ្ទាល់ Native គឺជាចម្លើយតែមួយគត់ Flutter ជិតដល់ Native ដែរព្រោះវាគូ UI ដោយខ្លួនឯង Animation អាចរត់រលូននៅ60ទៅ120 fps ឧទាហរណ៍ app ដែលមាន animation ច្រើនដូចជា onboarding screen ដែលមានចលនាស្អាត Flutter ធ្វើបានល្អខ្លាំង React Native មានការកែលម្អច្រើនជាមួយ architecture ថ្មីប៉ុន្តែជាប្រវត្តិសាស្ត្រវាមានបញ្ហាពេលដំណើរការងារធ្ងន់ឧទាហរណ៍ list វែងដែលមានរូបភាពធ្ងន់រាប់រយអ្នកអាចនឹងឃើញការ lag បន្តិចបើមិន optimize ឲ្យបានល្អតែនេះជាការពិតដែលមនុស្សភាគច្រើនមិននិយាយសម្រាប់ app ធម្មតា 90% user របស់អ្នកនឹងមិនដឹងភាពខុសគ្នាទេ app ដឹកជញ្ជូន app e-commerce ធនាគារធម្មតាទាំងអស់នេះ Flutter និង React Native ក៏អាចធ្វើបានដែរអ្នកប្រើដែលជា end user មិនអង្គុយរាប់ frame ទេចំណុចនេះគឺជាកន្លែងដែល cross platform ឈ្នះដាច់តែម្ដងឧទាហរណ៍ជាក់ស្ដែងឧបមាថា client ម្នាក់ចង់បាន app e-commerce មាន20 screen បើធ្វើ native អ្នកត្រូវការ developer 2នាក់ម្នាក់ iOS ម្នាក់ Android ឬម្នាក់ធ្វើ2ដងបន្តគ្នាបើធ្វើ Flutter ឬ React Native developer ម្នាក់ code base តែមួយចេញទាំងពីរហើយរឿងដែលមនុស្សភាគច្រើនភ្លេចគឺការ maintain ពេល client ស្នើឲ្យបដូរពណ៌ប៊ូតុងឬបន្ថែម feature មួយ native អ្នកកែ2កន្លែង test 2ដង release 2ដង Flutter អ្នកកែមួយកន្លែងនៅពេលធ្វើការជាមួយ startup ឬ client តូចៗនៅកម្ពុជាដែល budget មានកម្រិតចំណុចនេះគឺជាការសម្រេចចិត្តសំខាន់បំផុតលើពីនេះទៅទៀត hot reload អ្នកកែកូដរក្សាទុកហើយឃើញលទ្ធផលភ្លាមក្នុងរយៈពេលតិចជាង1វិនាទីមិនចាំបាច់ rebuild ទាំងមូលទេរឿងតូចនេះសន្សំពេលអ្នកបានរាប់ម៉ោងក្នុងការធ្វើការងារឥឡូវនេះចំណុចដែលប៉ះដល់កាបូបលុយរបស់អ្នកតាមបទពិសោធន៍របស់ខ្ញុំនិងអ្វីដែលខ្ញុំឃើញនៅក្នុងទីផ្សារ Flutter មានតម្រូវការខ្លាំងនៅតាម agency និង startup ក្នុងស្រុកព្រោះវាសន្សំថ្លៃដើមបើអ្នកជា junior ដែលចង់បានការងារដំបូងលឿននេះជាផ្លូវងាយស្រួលជាងគេ Native Swift Kotlin
ក្រុមហ៊ុនធំធនាគារនិងក្រុមហ៊ុនដែលមាន product ធំច្រើនតែជ្រើសរើស native ចំនួន position តិចជាងប៉ុន្តែប្រាក់ខែជាទូទៅខ្ពស់ជាងព្រោះមានមនុស្សចេះតិច React Native ជួបច្រើននៅក្រុមហ៊ុនដែលមាន web team ប្រើ React រួចហើយដូច្នេះគេចង់ប្រើ developer ដដែលឧទាហរណ៍ជាក់ស្ដែងមួយបើអ្នកជា fresh graduate គ្មានបទពិសោធន៍ការរៀន Flutter ហើយធ្វើ app 3ដាក់ក្នុង portfolio អាចនាំអ្នកទៅ interview លឿនជាងការចំណាយ1ឆ្នាំរៀន Swift ឲ្យស៊ីជម្រៅតែបើអ្នកមានគោលដៅរយៈពេលវែងចង់ធ្វើការនៅក្រុមហ៊ុនធំឬចង់បានប្រាក់ខែកម្រិតខ្ពស់ native គឺជា investment ដែលមានតម្លៃតើមួយណារៀនងាយជាងគេខ្ញុំរៀបតាមលំដាប់ 1. Flutter ងាយស្រួលបំផុតសម្រាប់អ្នកចាប់ផ្ដើមដាក់ជាភាសាដែលងាយយល់បើអ្នកធ្លាប់ចេះ Java, C ឬ OOP វាមាន documentation ស្រួលក្នុងការមើលនិងអនុវត្តហើយអ្វីៗគ្រប់យ៉ាងក្នុង Flutter គឺជា widget concept តែមួយសម្រាប់អ្វីៗទាំងអស់ឧទាហរណ៍ប៊ូតុងជា widget អក្សរជា widget សូម្បីតែ padding និង alignment ក៏ជា widget ដែរពេលអ្នកយល់ concept មួយនេះអ្នកយល់ 80% នៃ Flutter ពីដូច React Native ងាយបំផុតបើអ្នកចេះ JavaScript រួចហើយតែបើមិនចេះទេអ្នកត្រូវរៀន JavaScript React រួច React Native 3ជាន់Baked Native ពិបាកជាងគេតែមាននេះអ្នកត្រូវយល់ពី Life Cycle Memory Management Platform API វាយឺតតែពេលអ្នកយល់ពីរបៀបដែលទូរស័ព្ទដំណើរការពិតប្រាកដហើយចំណេះនេះជួយអ្នកគ្រប់ពេលទោះអ្នកបដូរទៅ framework ណាក៏ដោយមិនមានចម្លើយតែមួយសម្រាប់មនុស្សគ្រប់គ្នាទេដូច្នេះខ្ញុំឆ្លើយតាមស្ថានភាពបើអ្នកជានិស្សិតឬអ្នកចាប់ផ្ដើមថ្មីគ្មាន background អ្វីទាល់តែសោះចាប់ផ្ដើមជាមួយ Flutter អ្នកនឹងឃើញលទ្ធផលលឿនហើយការឃើញលទ្ធផលលឿនគឺជាអ្វីដែលធ្វើឲ្យអ្នកមិនបោះបង់បើអ្នកចេះ React ឬ JavaScript រួចហើយ React Native កុំបោះបង់ចំណេះដែលអ្នកមានស្រាប់បើអ្នកចង់ធ្វើការនៅក្រុមហ៊ុនធំឬចង់ជំនាញ iOS ស៊ីជម្រៅ Swift និង Swift UI ផ្លូវយឺតជាងតែឆ្ងាយជាងបើអ្នកជា freelancer ឬចង់ធ្វើ startup ផ្ទាល់ខ្លួនជ្រើសរើស Flutter ដោយគ្មានការសង្ស័យម្នាក់ឯងអ្នកអាចចេញពី platform ចម្លើយផ្ទាល់ខ្លួនរបស់ខ្ញុំបើខ្ញុំចាប់ផ្ដើមឡើងវិញនៅឆ្នាំ2026នេះខ្ញុំនឹងចាប់ផ្ដើមជាមួយ Flutter មុនដើម្បីអាចបញ្ចប់ app ពិតប្រាកដបានលឿនរួចនៅឆ្នាំទី2ខ្ញុំនឹងរៀន Swift បន្ថែមដើម្បីយល់ស៊ីជម្រៅនិងបើកឱកាសការងារកម្រិតខ្ពស់នេះជាផ្លូវដែលខ្ញុំដើរពិតប្រាកដហើយខ្ញុំមិនបដូរវាទេមុននឹងបញ្ចប់ខ្ញុំចង់និយាយរឿងមួយដែលសំខាន់ជាងអ្វីៗទាំងអស់ដែលខ្ញុំទើបនិយាយមនុស្សភាគច្រើនចំណាយពេល3ខែដើម្បីសម្រេចចិត្តថាគួររៀនអ្វីហើយចំណាយពេល0ថ្ងៃដើម្បីចាប់ផ្ដើមការពិតគឺ Flutter React Native ទាំងអស់នេះគ្រាន់តែជាឧបករណ៍ជាងឈើពូកែមិនមែនពូកែព្រោះញញួររបស់គាត់ទេអ្នកដែលទទួលបានការងារមិនមែនអ្នកដែលជ្រើសរើស framework ត្រូវនោះទេគឺអ្នកដែលបញ្ចប់ app ដំបូងរបស់ខ្លួនទោះវាអាក្រក់យ៉ាងណាក៏ដោយដូច្នេះជ្រើសរើសមួយថ្ងៃនេះរួចចាប់ផ្ដើមអ្នកអាចបដូរនៅពេលក្រោយបានតែអ្នកមិនអាចយកពេលវេលាដែលខាតបង់មកវិញបានទេដូច្នេះបើអ្នកចង់ចាប់ផ្ដើមមែនទែនកុំភ្លេចមើលវីដេអូបន្ទាប់ហើយប្រាប់ខ្ញុំនៅក្នុង comment អ្នកជ្រើសរើសមួយណា Flutter React Native ឬ Native ខ្ញុំនឹងឆ្លើយតបគ្រប់ comment ទាំងអស់ព្រោះនេះជាវីដេអូដំបូងហើយខ្ញុំចង់ស្គាល់អ្នកគ្រប់គ្នាជួបគ្នាជាមួយវីដេអូបន្ទាប់របស់ខ្ញុំសូមអរគុណដែលបានទស្សនារហូតដល់ចប់